បងប្អូនអ្នកចិញ្ចឹមជ្រូកមិនថាអ្នកថ្មីមិនថាអ្នកចាស់បងប្អូនតែងតែជួបប្រទះនៅបញ្ហាជ្រូករាកជ្រូកអន់ចំណីជ្រូកឈឺបញ្ហាទាំងអស់នោះគឺតែងតែកើតមានសម្រាប់បងប្អូនប្រជាកសិករទាំងអស់ពិសេសសម្រាប់អ្នកដែលថ្មីបងប្អូនអាចសិក្សាទៅលើបញ្ហានេះតាមរយៈវីដេអូរបស់ខ្ញុំនឹងធ្វើការចែករំលែកដល់បងប្អូនដើម្បីយល់ដឹងក៏ដូចជាវិធីព្យាបាលបញ្ហាជ្រូករាកទាំងអស់គ្នាបាទគោរពជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះវិលជួបជាមួយនឹងខ្ញុំម្ដងទៀតហើយតាក់ទងទៅនឹងការចិញ្ចឹមជ្រូកគ្មានក្លិននៅលើអង្កាមថ្ងៃនេះគឺខ្ញុំនឹងមកចែករំលែកអំពីការព្យាបាលនៃជំងឺជ្រូករាកបាទពិសេសគឺតាក់ទងទៅនឹងកូនជ្រូកបាទសម្រាប់បងប្អូនដែលចិញ្ចឹមជ្រូកមេយកកូនណាដែលតែងតែជួបប្រទះជ្រូករាកជារឿយពិសេសគឺកូនជ្រូកដែលកើតមកហើយបានមួយថ្ងៃពីរថ្ងៃជ្រូកចាប់ផ្ដើមមានសភាពរាកបាទអញ្ចឹងបងប្អូននៅក្នុងវីដេអូនេះបងប្អូននឹងទទួលបាននៅចំណេះដឹងនៃការចែករំលែករបស់ខ្ញុំដែលខ្ញុំជួបប្រទះផ្ទាល់នៅក្នុងការចិញ្ចឹមជ្រូកមេយកកូននេះបាទអូខេអញ្ចឹងកត្តាជាច្រើនដែលនាំឲ្យកូនជ្រូករាកបាទក្នុងនោះគឺខ្ញុំលើកយកមកអំពីបញ្ហា3ដែលបណ្ដាលឲ្យកូនជ្រូករាកទី1មូលហេតុដែលជ្រូករាកគឺកត្តាមេបាទដោយសារតែយើងផ្ដល់នៃចំណីមេបាទមានន័យថាមិនល្អណាបាទមួយទៀតគឺមេអាចមានគេហៅថាក្តៅពេកបាទក្តៅវាមានន័យថានៅពេលដែលកើតហើយបងប្អូនអត់បានប្រើប្រាស់ថ្នាំក្នុងការព្យាបាលមេទេបងប្អូនកើតលក្ខណៈថាដូចធម្មជាតិប៉ុន្តែបងប្អូនអត់ប្រើប្រាស់ថ្នាំអញ្ចឹងកាលណាអត់ប្រើប្រាស់ថ្នាំជ្រូកអាចវាឡើងកម្ដៅនៅពេលដែលកើតមកភ្លាមណាបាទនេះជ្រូកមិនអីទៅពេលយើងដាក់ចំណីអីទៅវាអាចប្រតិកម្មវាធ្វើឲ្យជ្រូកនឹងក្តៅទាំងហោអញ្ចឹងនៅពេលដែលកូនជ្រូកនោះទៅបើកដោះរបស់មេវាអញ្ចឹងវាធ្វើឲ្យកូនជ្រូកនោះចាប់ផ្ដើមមានជំងឺរាកអីចឹងទៅវាដូចជានឹងមនុស្សរបស់យើងដែរនៅពេលដែលទៅសម្រាប់ឲ្យថ្មីនៅពេលដែលយើងឲ្យគាត់ពិសានៅសម្លឡាយដូចជាស្លអីកូនខ្ចីហ្នឹងអាចមានអាការៈឈឺពោះហើមពោះអញ្ចឹងកូនជ្រូកក៏ដូចគ្នាដែរដូចគ្នាទៅនឹងមនុស្សដែរពុបហេតុរបស់កូនជ្រូកណាហ្នឹងគឺជាកត្តាមួយទី2កត្តាដែលកូនជ្រូករាកនោះដែលចាប់ពីកើតមកបានប្រហែលជាមួយសប្តាហ៍បងប្អូននៅក្នុងទ្រុងរបស់បងប្អូនមានសំណើមខ្ពស់ពេកបាទអញ្ចឹងយើងដឹងហើយថាកូនជ្រូកវាអត់ទាន់ត្រូវការសំណើមខ្ពស់ទេបាទត្រូវការបាញ់ទឹកសម្អាតទ្រុងសម្អាតអីគឺអត់ទេបងប្អូនណាដូចជានៅក្នុងទ្រុងរបស់ខ្ញុំនេះក៏ធ្លាប់ជួបនៅបញ្ហារាកដែរបាទមិនមែនថាចំនៅលើសាបរាកចំនៅលើអង្កាមអត់រាកដូចគ្នាហើយកត្តាដែលរាកនោះគឺទី1កូនជ្រូកដែលដាក់ចំណីចាប់ពីមួយសប្តាហ៍ទៅមានថាកូនជ្រូកចាប់ដើមរើសចំណីហើយអញ្ចឹងចំណីដែលនៅក្នុងស្នូកបាទនៅក្នុងស្នូកមេជ្រូកហ្នឹងគឺវាចាប់ដើមទៅស៊ីទៅផលិតអីចឹងទៅអញ្ចឹងវាកាលណាវានៅខ្ចីកាពះពោះវៀនរបស់វាអត់ទាន់ផ្សំនៅចំណីដែលយើងប្រើជាមួយមេណាបាទអញ្ចឹងវាអាចបណ្ដាលរាកដែរអញ្ចឹងហើយបានជាកូនជ្រូករយៈពេល7ថ្ងៃគឺគេឲ្យមានចំណីសម្រាប់កូនជ្រូកអាយុ7ថ្ងៃដល់35ថ្ងៃអញ្ចឹងយើងអាចប្រើប្រាស់ចំណីនោះបានបាទហើយមួយទៀតតាដែលរាកនេះដូចជាកន្លែងដេកអីហ្នឹងបងប្អូនបាទកន្លែងដេករបស់ជ្រូករបស់អីហ្នឹងវាមានលក្ខណៈជ្រាំឬក៏សើមខ្លាំងឬក៏បងប្អូនបាញ់ទឹកជាប្រចាំអញ្ចឹងកន្លែងនោះក៏ជាមូលហេតុដែលធ្វើឲ្យកូនជ្រូកយើងរាកដែរបាទអញ្ចឹងកូនជ្រូកនៅពេលដែលកើតគឺបើនិយាយឲ្យចំទៅគឺគេអត់ឲ្យត្រូវទឹកទេបាទកាលណាទឹកវាកើតទៅជាមេរោគអីមួយផ្សេងទៀតបាទហើយបងប្អូនចង់ដឹងថាមេរោគអីទៀតអាហ្នឹងវាតតែបងប្អូនចិញ្ចឹមផ្ទាល់ដល់ខ្លួនឯងទើបអាចជួបប្រទះនៅបញ្ហាទាំងនោះប៉ុន្តែបញ្ហាជួបផ្ទះទាំងអស់នោះក៏យើងមានវិធីព្យាបាលដែរបាទក៏ដូចជាមានថ្នាំសម្រាប់បង្ការវាមុនដែរបាទ
ở đấy ban chi chru kê châm lẹ nạ thông thống á kê ở sau chỉ chu pan nhà hà chu con chu đi nó về để cao thì con chu kê lo xa đôi chịu tạm cầm hôn thông thống á nè và luôn hái cứ kê mi vị thi cà phê bạc phêที่ មួយ សម្រាប់បងប្អូនដែលចិញ្ចឹមនៅតាមស្រុកស្រែជនបទ ភាគច្រើនបងប្អូនចាំមេមួយក្បាលពីរក្បាលអីហ្នឹងភាគច្រើនគឺគាត់អត់បានធ្វើវ៉ាក់សាំងអត់ធ្វើការចាក់ថ្នាំទៅតាមក្បួនរបស់គេទេភាគច្រើនគឺកើតហើយគឺតាមធម្មជាតិតែមកហើយនៅពេលដែលអ្នកទៅទិញមានថាអ្នកទិញយកទៅចិញ្ចឹមបន្តហ្នឹងភាគច្រើននៅពេលដែលគាត់ទិញហើយគាត់យកទៅដល់ទ្រុងរបស់គាត់តែជាជួបប្រទះបញ្ហាជ្រុករាខ្ញុំជួបច្រើនហើយខ្ញុំក៏បានទៅព្យាបាលច្រើនមកហើយដែរបាទអញ្ចឹងនៅពេលដែលកើតភ្លាមតាមក្បួនរបស់គេទីមួយគឺនៅពេលដែលយើងគេហៅថាកាច់ថ្មិញថ្គាមណាស្វងខាងលើក្រោមបាទអញ្ចឹងនៅពេលដែលយើងកាច់ថ្មិញឬកាត់ថ្មិញហ្នឹងហើយយើងត្រូវចាក់ថ្នាំអាម៉ុកអាម៉ុកដើម្បីអីដើម្បីផ្សះទី1ថ្នាំអាម៉ុកនេះគឺជួយទៅផ្សះនៅផ្សិតធម្មតាផ្សិតរបស់កូនជ្រូកនៅថ្មីវានៅឈឺបាទអញ្ចឹងហើយបានជាកូនជ្រូកពេលនៅទូចវាស្រែកចេកចាចពេលយប់ពេលអីអាហ្នឹងវាសារវាឈឺតង់ផ្សិតដងអីវាផងបាទហើយថ្មិញបើថ្គាមបាទមូលហេតុដែលយើងកាត់វាបើកាលណាយើងអត់កាត់វាទេមានន័យថានៅពេលដែលវាថ្គាមរបស់វារឹងវាទៅបើកដោះមេវាខំដោះមេអញ្ចឹងមេឈឺកាលណាមេឈឺមេអត់ឲ្យអឹមអីទេបាទអាហ្នឹងគេត្រូវកាច់ហើយអញ្ចឹងចំណេះដឹងមួយហ្នឹងបងប្អូនត្រូវធ្វើមិនមែនថាមិនធ្វើទេត្រូវតែធ្វើរយៈពេល12ម៉ោងបងប្អូនអាចកាច់ថ្មិញកូនជ្រូកបានហើយបន្ទាប់មកគឺ3ថ្ងៃតទៅពី3ថ្ងៃមានចាប់ពីថ្ងៃកើតរហូតដល់ថ្ងៃទី3ហ្នឹងគឺយើងចាប់ផ្ដើមចាក់ជាតិដែកហើយជាតិដែកនេះគឺយើងត្រូវចាក់ជាតិដែកណាដែលជំនួយទៅដល់ការរៀកការអីផងជាតិដែកមានច្រើនប្រភេទដែរជាតិដែកខ្លះជំនួយឲ្យកពះពោះវៀនរបស់កូនជ្រូកហ្នឹងល្អហើយត្រូវចាក់រំលឹកវាមួយសប្តាហ៍ទៀតបាទបន្ទាប់ពីយើងចាក់អីហើយគឺចូលដល់វ៉ាក់សាំង21ថ្ងៃត្រូវធ្វើវ៉ាក់សាំងបងប្អូនណាបាទដើម្បីការពារជំងឺរាកមូលរាកស្អីបកាច់ស្អីច្រើនណាបាទអាហ្នឹងជាជំងឺរបស់កូនជ្រូកបាទអញ្ចឹងបន្ទាប់ពីយើងបបែកចេញពីមេបងប្អូនមិនគួរបាញ់ទឹកនៅពេលព្រឹកព្រលឹមពេកទេបាទកាលណាបាញ់នៅពេលព្រឹកព្រលឹមពេកក៏បណ្ដាលឲ្យកូនជ្រូកនេះរាកមូលដែរបាទគឺជាជំងឺរាកហើយមួយទៀតគឺជាជំងឺត្មងបាទជំងឺរាកត្មងណាបងប្អូនវាអត់អាហ្នឹងវាអត់មកពីបញ្ហាចំណីឬក៏មេទឹកដោះអីទេជួនកាលយើងថែមេបានល្អយើងដាក់ចំណីគ្រាប់ដីហើយប៉ុន្តែនៅតែជាបញ្ហារាកអាហ្នឹងគឺជាជំងឺអញ្ចឹងហើយបានជាយើងទីមទីឲ្យធ្វើវ៉ាក់សាំងការពារជំងឺបើសិនជាយើងអត់ធ្វើទេបាទយើងនឹងខាតបង់ច្រើនទី1ជ្រូកនោះអាចដល់ស្លាប់ទេបាទឬក៏មកបញ្ហាធ្វើឲ្យជ្រូកស្គមស្គាំងបាទអត់ងាយឡើងគីឡូគឺហៅថាបាក់ទឹកដោះបាទហើយខ្ញុំជួបច្រើនហើយបាទមិនមែនតែទ្រុងរបស់ខ្ញុំទេសម្រាប់ទ្រុងរបស់ខ្ញុំក៏ជួបបញ្ហាជ្រូកក្រិនដែរបាទកាលដែលកើតហ្នឹងគឺល្អទេបងប្អូនបាទប៉ុន្តែនៅពេលដែលមានបញ្ហារាកអញ្ចឹងរាកតែ3ថ្ងៃទេបងប្អូនកូនជ្រូកហ្នឹងគឺចាប់ផ្ដើមអន់ជាងគេបាទទោះបីម៉ាំទោះបីចំណីបានអីប៉ុណ្ណាក៏ដោយប៉ុន្តែជ្រូកហ្នឹងគឺមានសភាពមួយថាអត់សូវឡើងគីឡូខុសពីកូនជ្រូកដែលជាទូទៅគឺអត់មានបញ្ហាអីគឺល្អបាទធំលឿនហ្នឹងហើយណែឯពេលខ្លះជូបសាច់របស់យើងក៏មានអាការៈរាកដែរមិនមែនថាតែកូនជ្រូកទេពេលខ្លះជ្រូករបស់យើងនៅពេលដែលធំហើយហ្នឹងក៏ជាកត្តាមួយដែលរាកដែរដូចជាចាប់ពី25គីឡូ30គីឡូដល់ជិត60គីឡូហ្នឹងពេលខ្លះនៅមានបញ្ហារាកជួបប្រទះទៀតបងប្អូនដឹងទេបញ្ហាដែលរាកហ្នឹងសម្រាប់ខ្ញុំគឺកត្តាទី1គឺចំណីនៅពេលដែលយើងចាប់ផ្ដើមផ្លាស់ប្ដូរនៅចំណីគ្រាប់មានថាពីមុនយើងឲ្យចំណីគ្រាប់សុទ្ធពេលដែលនៅទូចៗណាពេលដែលយើងចាប់ផ្ដើមលាយចំណីមានលាយយកមេចំណីមកលាយគឺ
គឺជ្រូកហ្នឹងគឺចាប់ផ្ដើមរាកហើយមូលហេតុនៃរាកគឺកត្តាចំណីដោយសារតែចំណីខ្លះវាអាចមិនសូវជាល្អសម្រាប់សុខភាពរបស់ជ្រូកអញ្ចឹងធ្វើឲ្យជ្រូកហ្នឹងរាកប៉ុន្តែបើសិនជាយើងប្រើប្រាស់ในការលាយចំណីឲ្យបានត្រឹមត្រូវទៅតាមក្បួនរបស់គេគឺជ្រូកហ្នឹងអត់មានបញ្ហាទេបងប្អូនហើយនៅក្នុងការរាកនេះជ្រូកធំគឺរាកមាន2របៀបតាមអ្វីដែលខ្ញុំធ្លាប់សង្កេតនៅក្នុងទ្រុងរបស់ខ្ញុំផ្ទាល់តែម្ដងទី1គឺរាកនៅដោយសារផ្លាស់ប្ដូរចំណីទី2គឺរាកដោយសារជំងឺបាទហើយវិធីព្យាបាលគឺយើងអាចព្យាបាលបានបាទអត់ជាបញ្ហាទេប៉ុន្តែយើងអាចនឹងព្យាបាលមិនបាននៅពេលដែលយើងប្រហែសបាទឬក៏អត់បានតាមដានជ្រូករបស់យើងគ្រប់ពេលវេលានៅពេលដែលផ្ដល់ចំណីបាទពេលខ្លះយើងផ្ដល់តែចំណីប៉ុន្តែយើងអត់តាមដានលិមុខរបស់ជ្រូកបាទជ្រូកកាលណាតាលិមុខរបស់វារីកហើយយើងអត់ព្យាបាលអញ្ចឹងតាមមួយថ្ងៃ2ថ្ងៃ3ថ្ងៃជ្រូកនឹងគឺចាប់ផ្ដើមស្រកសាច់លឿនតែម្ដងបាទមានថាជ្រូកគឺស្រកសាច់លឿនណាស់នៅពេលដែលឈឺរីកអីណាបាទហើយថ្នាំដែលយើងអាចព្យាបាលឲ្យវាបានគឺនៅក្នុងវីដេអូមុនគឺខ្ញុំបានបង្ហាញហើយនៅក្នុងទ្រុងរបស់យើងគឺមានថ្នាំអីខ្លះអញ្ចឹងបងប្អូនអាចទៅតាមដានទស្សនានៅវីដេអូនោះវិញទៅបងប្អូននឹងបានដឹងហើយថានៅប្រភេទជំងឺអន់ចំណីជ្រូកអន់ចំណីជ្រូករាកជ្រូកក្តៅខ្លួនក្តៅអីគឺយើងប្រើប្រាស់ថ្នាំអីខ្លះនៅក្នុងទ្រុងបាទជាងថ្ងៃនេះគឺខ្ញុំលើកយកមកពីបញ្ហាជ្រូករាកថាជ្រូកធំឬកូនជ្រូកទេបាទអញ្ចឹងបើសិនជាបងប្អូនក៏ដូចជានៅក្នុងទ្រុងរបស់បងប្អូនជួបនៅបញ្ហាទាំងអស់នេះបងប្អូនចាប់ផ្ដើមធ្វើការព្យាបាលភ្លាមបងប្អូនណាបាទហើយដើម្បីធ្វើការព្យាបាលបានបងប្អូនត្រូវតែស្គាល់ដេប៉ូចែកចាយថ្នាំឲ្យច្បាស់បងប្អូនណាបាទហើយថ្នាំយល់ល្អជាគំនិតរបស់ខ្ញុំនៅក្នុងទ្រុងរបស់យើងគួរតែប្រើប្រភេទថ្នាំដែលល្អទៅបាទកុំប្រើអាម្ដង5000 6000 7000គឺអត់សូវមានប្រសិទ្ធភាពទេអាហ្នឹងបានលក្ខណៈស្រាលហើយចុះបើសិនជាជ្រូករបស់យើងវាធ្ងន់យើងនឹងប្រើថ្នាំស្រាលនោះគឺអត់មានន័យថាព្យាបាលជាទេបងប្អូនណាអញ្ចឹងយើងគួរតែរៀនប្រើថ្នាំណាដែលល្អសម្រាប់ប្រចាំទ្រុងរបស់យើងខ្ញុំនេះនៅក្នុងវីដេអូមុនក៏ខ្ញុំបានបង្ហាញនៅដបថ្នាំខ្លះខ្ញុំប្រើរបៀបធូដែរទេតែក៏មានល្អសម្រាប់ជ្រូករបស់ខ្ញុំដែរបាទមូលហេតុអីបានជាខ្ញុំមានប្រភេទថ្នាំដែលធូថ្លៃផងនិងតម្លៃថ្លៃផងវាជាជំរើសរបស់ខ្ញុំគឺមាន2ករណីដែលជ្រូកធម្មតាជ្រូករបស់ខ្ញុំនៅក្នុងទ្រុងរបស់ខ្ញុំតាមដានវាជារៀងរាល់ពេលវេលាមុននឹងពេលដែលខ្ញុំចូលសម្រាលនៅពេលយប់គឺខ្ញុំតាមដានតាំងព្រឹករហូតដល់លប់បើសិនជាករណីភ្លាមរៀងអន់ចំណីសើមានតែខ្ញុំប្រើថ្នាំរៀងស្រាលបើសិនជាប្រើត្រូវអូខេទុកតែខ្ញុំមើលករណីបើសិនជាជ្រូកនឹងធ្ងន់ធ្ងរខ្ញុំចាប់ដើមប្រើថ្នាំដែលខ្លាំងតែម្ដងក្នុងការព្យាបាលសត្វដូចគ្នាទៅនឹងមនុស្សដែរមនុស្សយើងពេលដែលផ្ដាសាយមុំយើងទៅពេទ្យក៏ដូចជាហ្វាមស៊ីមានន័យថាគាត់មុំគឺគាត់ដាក់ថ្នាំផ្ដាសាយស្រាលឲ្យយើងដែរទេយើងផ្ដាសាយធ្ងន់យើងដឹងហើយយើងប្រើធ្ងន់តាមនឹងដែរបាទអូខេអញ្ចឹងនៅក្នុងវីដេអូនេះគឺខ្ញុំសូមចែករំលែកតែប៉ុណ្្នឹងបាទបើសិនជាបងប្អូនពេញចិត្តនៅវីដេអូរបស់ខ្ញុំកុំភ្លេចបាទ Subscribe ใน Channel YouTube របស់ខ្ញុំម្នាក់មួយដើម្បីទទួលបាននៅចំណេះដឹងថ្មីពីការចែករំលែករបស់ខ្ញុំចេះតិចខ្ញុំចែករំលែកតិចមានន័យថាខ្ញុំមិនមែនជាអ្នកឯកទេសពេទ្យសត្វដែលមានន័យថាដែលជំនាញទេណាគឺអត់ទេតែខ្ញុំគឺជាមនុស្សម្នាក់ដែលមានបទពិសោធន៍ក្នុងការចិញ្ចឹមជ្រូកនៅក្នុងទ្រុងរបស់ខ្ញុំបទពិសោធន៍ដែលខ្ញុំធ្វើទៅទទួលបានជោគជ័យខ្ញុំនឹងចែករំលែកទៅបងប្អូននៅក្នុងបណ្ដាញ YouTube នេះបងប្អូនមិនទាន់ចេះបងប្អូនអាចទស្សនាវីដេអូរបស់ខ្ញុំបាននៅពេលដែលបងប្អូនទស្សនាវីដេអូខ្ញុំបានបងប្អូននឹងទទួលបានចំណេះបងប្អូនអាចចែករំលែកចំណេះដឹងនេះទៅដល់បងប្អូនក្រុមគ្រួសាររបស់យើងឬក៏សាច់ញាតិរបស់យើងអ្នកជិតខាងដែលគាត់ចិញ្ចឹមជ្រូកដូចគ្នាឬក៏មានបញ្ហាបាទយើងអាចចែករំលែកគាត់បានបាទអញ្ចឹងការចែករំលែកគឺ
គឺជាសេចក្តីស្រឡាញ់មួយដែលយើងមិនត្រូវកំណាញ់បាទអូខេអញ្ចឹងអរគុណជួបគ្នានៅវីដេអូក្រោយ